សួស្តីអ្នកទាំងគ្នានៅក្នុងអេពីសូតនេះខ្ញុំមកប្រៀបធៀបតួអង្គ Spider-Man ពីរនាក់គឺ Spider-Man Tobey Maguire និង Spider-Man Andrew Garfield ចំណែក Tom Holland យើងទុកម្លេចខ្ញុំនិយាយពីបងធំទាំងពីរនេះទៅមុនសិនអញ្ចឹងខ្ញុំនឹងធ្វើការប្រៀបធៀប Spider-Man Tobey Maguire និង Andrew Garfield ដែលខ្ញុំបានទៅអង្គុយមើលរឿងចាស់ៗទាំងអស់នឹងមកវិញហើយខ្ញុំនឹងវាស់ថាតើ Spider-Man ទាំងពីរ version នេះអ្នកណាខ្លាំងជាងអ្នកណាបើសិនជាវាយគ្នាមួយស្មើបញ្ជាក់អ្នកនរគ្នានៅក្នុងការប្រៀបធៀបនេះខ្ញុំអត់និយាយពីតួសម្ដែង Spider-Man អ្នកណាសម្ដែងល្អជាងតួណាលោជាងតួណាទេគឺនិយាយពីអ្នកណាឈ្នះអ្នកណាបើសិនជាវាយគ្នាប្រយុទ្ធគ្នាមួយស្មើខ្ញុំប្រៀបធៀបដោយលើកពីចំណុចសំខាន់ៗដែលអាចយកមកប្រៀបគ្នាបានហើយខ្ញុំនឹងប្រៀបធៀបដោយផ្ដោតទៅលើកម្លាំងភាពធន់ល្បឿននិងសមត្ថភាពក៏ដូចជាភាពឆ្លាតដោយវីដេអូប្រៀបធៀបហូកនិងហូកវីដេអូមុនដែរហើយដើម្បីស្រួលចំណាំ Spider-Man ទាំងពីរនេះខ្ញុំសូមហៅតាមឈ្មោះអ្នកដែលកាន់តួមួយៗនឹងតែម្ដងចំពោះ The Amazing Spider-Man គឺ Andrew Garfield ហើយ Spider-Man Sam Raimi គឺ Tobey Maguire អូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមដោយនិយាយពីខួរក្បាលរបស់ Spider-Man ឬក៏ Peter Parker ទាំងពីរនាក់នឹងទៅមុនបើនិយាយពីខួរក្បាលឬក៏ភាពឆ្លាតហ្នឹងគឺឲ្យតែ Peter Parker គឺដឹងតែឆ្លាតដូចគ្នាហើយតែយើងចង់បានថាអ្នកណាឆ្លាតជាងទៅលើ IQ Tobey ឬក៏ Andrew ចំពោះ Tobey Maguire ដែលជា Spider-Man ដំបូងគេយើងឃើញថាគាត់ Peter Parker នឹងគឺជា top សិស្សនៅក្នុងថ្នាក់ដែលធ្វើឲ្យគាត់ប្រើភាពឆ្លាតនេះមើលឃើញពីចំណុចខ្សោយរបស់ Venom ចាញ់សម្លេងនឹងនៅក្នុងរឿង Spider-Man វគ្គ3ធ្វើឲ្យ Norman Osborn ក៏ដូចជា Dr. Connor ចាប់អារម្មណ៍ជាមួយសមត្ថភាពរបស់គាត់ចំណែក Spider-Man Andrew Garfield ក៏ជាកម្ពុជាសិស្សក្នុងថ្នាក់ដែរប៉ុន្តែនៅក្នុងរឿងគេបង្ហាញថា Andrew មានភាពឆ្លាតវៃជាង Tobey ទៅលើភាពច្នៃប្រឌិតនៅក្នុងរឿង The Amazing Spider-Man នៅពេលដែល Peter Parker បង្កើតឧបករណ៍បាញ់សំណាញ់ Web Shooter របស់គាត់នឹងគឺលើសពីអ្វីដែលសាលាបានបង្រៀនគាត់បានធ្វើឲ្យរឿងទាំងអស់នេះចេញមកដោយខ្លួនឯងទោះបីជាប្រើរូបមន្តសម័យកាលដែល Richard Parker ជាឪពុកនឹងទុកឲ្យក៏ដោយប៉ុន្តែ Peter Parker ជាអ្នកដោះស្រាយសម័យកាលនឹងដោយខ្លួនឯងគាត់គ្រាន់តែបានបន្សល់សម័យកាលឲ្យទេបន្ទាប់ពីនឹងគាត់ជាអ្នកធ្វើឲ្យចេញជាលទ្ធផលមកទាំងអស់ហើយចំណែក Tobey Maguire វិញទោះបីជាមុននឹងខ្ញុំបាននិយាយថាគាត់ប្រើភាពឆ្លាតរបស់គាត់ដឹងពីចំណុចខ្សោយរបស់ Venom ហើយចាត់ការ Venom បានក៏ពិតមែនប៉ុន្តែបើយើងគិតមែនតែនទៅមនុស្សធម្មតាក៏គិតអារឿងនេះចេញដែរអ្នកនរគ្នាសាកគិតមើលក៏ព្រោះតែពីដំបូងមកគាត់ដឹងថា symbol នេះចាញ់សម្លេងជួងពេលគាត់កំពុងដោះសរសៃ symbol ចេញពីខ្លួនអញ្ចឹងគាត់មិនដឹងមុនរួចហើយមានទៅប្រើខួរក្បាលអីពេកទេកន្លែងនេះតែខ្ញុំមិនបានថាគាត់មានខួរក្បាលកម្រិតមនុស្សធម្មតាទេគាត់នៅតែជាកម្ពុជាមនុស្សឆ្លាតដូចយើងបានឃើញនៅក្នុងវគ្គ No Way Home អញ្ចឹងគាត់អាចផ្សំសមាសធាតុគីមីដើម្បីព្យាបាលវីលានរបស់គាត់ជាមួយ Peter Parker 2 នាក់ទៀតហើយសម្រាប់ Andrew វិញគាត់មិនត្រឹមតែអាចបង្កើត Web Shooter បានទេគាត់ថែមទាំងអាចដោះស្រាយធ្វើយ៉ាងណាឲ្យវាអាចទប់ទល់ជាមួយចរន្តអគ្គិសនីរបស់ Electro បានទៀតទោះបីជាថាវាមានជំនួយពី Gwen Stacy ក៏ដោយតែដូចអ្នកនរគ្នាឃើញអញ្ចឹង Andrew គាត់បានប្រឹងបង្កើតវាហើយក៏កំពុងចេញលទ្ធផលបដាបដាគាត់តែថាវារៀងត្រូវការពេលហើយចំណែក Tobey Maguire ដូចខ្ញុំបាននិយាយអញ្ចឹងដោយសារតែ Tobey គេបាញ់សំណាញ់ web តាមដៃចេញពីក្នុងខ្លួនស្រាប់អញ្ចឹងគាត់មិនត្រូវការឧបករណ៍មិនចាំបាច់ទៅខ្វល់ពីរឿងផលិតឧបករណ៍បាញ់សំណាញ់ web shooter ដូច្នេះហើយយើងមិនដឹងថាគាត់អាចធ្វើបានដល់កម្រិតណាឲ្យប្រកបសួរថាធ្វើបានអត់ខ្ញុំគិតថាគាត់ធ្វើបានតែមិនដឹងថាធ្វើវាបានកម្រិតណាលយប៉ុណ្ណាទេនេះគឺជាបញ្ហាដែលគេមិនបានបង្ហាញនៅក្នុងរឿងអញ្ចឹងភាពឆ្លាតនេះខ្ញុំឲ្យទៅ Andrew Spider-Manហើយដោយសារតែភាពឆ្លាតក្នុងការគិតដោះស្រាយបញ្ហាវាខុសពីភាពឆ្លាតនៅក្នុងការប្រយុទ្ធគ្នាដែលប្រើខួរក្បាលខ្លាំងពេលកំពុងតែវាយគ្នាហៅថា Barrel IQ ព្រោះបើនិយាយថាឆ្លាតគឺវាមានប្រយោជន៍ហើយសម្រាប់ពេលត្រៀមមុនវាយគ្នាប៉ុន្តែពេលកំពុងតែវាយគ្នាគឺចាំបាច់ត្រូវតែមានភាពឆ្លាតវាយមិនអីមិនពេលកំពុងតែស្ថិតនៅក្នុងសមរភូមិចឹងឯងមិនប្រកាសថាអ្នកដែលមានភាពឆ្លាតខ្លាំងអាចផលិតអាវុធសង្គ្រាមបានគាត់អាចចូលទៅធ្វើសង្គ្រាមដោយខ្លួនគាត់បានទេមិនប្រកាសទេចឹងបកមក Andrew និង Tobey Spider-Man បើនិយាយពីភាពឆ្លាតវៃខួរក្បាលប្រកែកឆ្លាតខ្ញុំឲ្យទៅ Andrew ប៉ុន្តែអ្នកណាប្រយុទ្ធឆ្លាតជាងប្រើខួរក្បាលជាងពេលវាយគ្នាចេះគ្រប់គ្រងសភាពការពេលកំពុងតែវាយសម្រាប់ខ្ញុំ Tobey ប្រកែកជាងហេតុអីអ្នកនរគ្នាមើលឈុត Tobey វាយជាមួយ Doc Ock នៅលើរថភ្លើងការប្រយុទ្ធនេះ Tobey មិនបានត្រៀមខ្លួនអីទាំងអស់សុទ្ធតែជាការសម្របខ្លួនភ្លាមៗពេលវាយជាមួយ Doc Ock នេះហើយពេលវាយជាមួយ Green Goblin ចាក់មនោគមឲ្យ Tobey ចូលមកក្បែរតែចាក់ Tobey អត់ចូលនេះបើសួរថា Andrew វាយជាមួយ Electro ហើយ Andrew ដឹងពីវិធីចាត់ការ Electro បានដោយបើកថាមពលអគ្គិសនីចូលខ្លួន Electro ឲ្យលើស overload ថាមពលអគ្គិសនីនឹងមិនហៅថា Battle IQ សម្រាប់ខ្ញុំយល់ថាមិនមែនទេនេះជា IQ ភាពឆ្លាតដែល Andrew គាត់ដឹងហើយយកវាមកអនុវត្តជាក់ស្ដែងចំណែក Tobey គាត់ចេះគ្រប់គ្រងអារម្មណ៍សម្របខ្លួននៅពេលកំពុងតែវាយគ្នា
មើលឆ្ងាយអ្នកនរគ្នាដូចនៅក្នុងវគ្គ No Way Home ចឹងពេល Andrew និង Toby ជួបគ្នាដំបូងក៏ធ្វើជាសាកសមត្ថភាពគ្នាយើងឃើញ Toby បាញ់សំណាញ់ទៅរកកន្លែង web shooter របស់ Andrew បានមុន Andrew មកចាហ៊ានអ្វីដែល Toby ធ្វើនេះជាចំណុចយកប្រៀបលើ Andrew ហើយមុនចាប់ដើមវាយគ្នា Toby លេងបាច់ដីដាក់ភ្នែកដៃគូមុនហើយនឹងI'm gonna put some dirt in your eye ចឹងវាបញ្ជាក់ថានៅក្នុងពេលវាយគ្នា Toby គិតបានលឿនជាង Andrew ណាមួយនៅក្នុងរឿងគេធ្វើឲ្យ Andrew ភាគច្រើនស្ទើរតែគ្រប់ពេលគាត់ទទួលបានជំនួយពីអ្នកផ្សេងពេកដើម្បីអាចយកឈ្នះ Villain នឹងចឹងវាកាន់តែធ្វើឲ្យខ្ញុំពិបាកនឹងគិតថា Andrew មានសមត្ថភាពប្រយុទ្ធល្អជាង Toby ទាំងនេះហើយបានខ្ញុំគិតថា Toby ប្រកែប្រយុទ្ធជាង Andrew Spider-Man ហ្នឹងឯងលើបានមួយម្នាក់ចូលដល់កម្លាំងចំពោះកម្លាំងប្រហែលជាមានអ្នកគិតទុកមុនរួចហើយសម្រាប់ Spider-Man Andrew Garfield ដូចជាមិនមានឈុតច្រើនកន្លែងបង្ហាញពីកម្លាំងរបស់គាត់ទេកន្លែងដែលយើងមើលឃើញច្បាស់ជាងគេគឺនៅក្នុងរឿង The Amazing Spider-Man វគ្គ 2 គឺពេលមុនបើកឆាកតទល់ជាមួយ Electro ហើយគាត់បានជួយប៉ូលីសម្នាក់ដោយបានចាប់ឡានផ្ងាជើងឡើងលើដាក់លើស្មានេះហើយទម្ងន់របស់ឡានប៉ូលីសនេះអាចខ្ទង់1តោនកន្លែងហ្នឹងទោះបីជាប៉ុណ្្នឹងមែនតែវាមិនមែនស្រាលទេសម្រាប់មនុស្សធម្មតាទៅធ្វើអញ្ចឹងបានប៉ុន្តែ Andrew Spider-Man ធ្វើបានដោយស្រួលហើយដែលបានខ្ញុំនិយាយថាដោយស្រួលកន្លែងហ្នឹង Spider-Man លើកឡាននៅលើស្មានេះគាត់និយាយទៅប៉ូលីសហ្នឹងដោយសំឡេងធម្មតាមែនទែនរបៀបថាសំឡេងមិនមែនដូចជាអ្នកដែលកំពុងតែលើកអីធ្ងន់អញ្ចឹងអាចនឹងកំពុងធ្វើមុខញញឹមនៅក្នុងឈុត Spider-Man នឹងផងក៏មិនដឹងជាមួយនឹងសំឡេងដែល Andrew បាននិយាយដែលដៃកំពុងតែលើកឡានមកគ្រឿងលើស្មានេះខ្ញុំគាត់ថាគាត់ចាយកម្លាំងមិនទាំងស្រុងទេថាប្រហែលជា 20% ទៅអញ្ចឹងបើយើងគិតកម្លាំង 100% ទាំងស្រុងដែល Andrew អាចធ្វើបានគឺយកទម្ងន់ឡានហ្នឹងគុណ5ដងទៀតមកបាន 7.5 តោនគឺធ្ងន់តែបើអ្នកនរគ្នាគិតថា7តោនកន្លះនេះវារៀងស្ទើរទេហើយសម្រាប់កម្លាំង Spider-Man លើអ្នកនរគ្នាគិតថាកម្លាំងដែល Andrew ចាយលើទម្ងន់ឡានដែលគាត់លើកហ្នឹង 10% នៃកម្លាំងរបស់គាត់ទៅចឹងអញ្ចឹងយើងត្រូវគុណទម្ងន់ឡាននេះ10ដងគឺស្មើនឹង15តោន15តោនអ្នកនរគ្នាទម្ងន់នេះវាប្រហែលជាអាឡានដឹកធុនធ្ងន់ណាដែលដាក់អីវ៉ាន់ពេញឡានហ្នឹងអញ្ចឹងកម្លាំង Spider-Man នេះគឺខ្លាំងមែនទែនប៉ុន្តែវានៅស្ទើរណាស់បើយកទៅធៀបជាមួយ Spider-Man Tobey Maguire ហេតុអី Tobey Maguire មានឈុតពិសេសបំផុតមួយនៅក្នុងរឿងគឺពេលដែលគាត់ប្រឹងប្រឈប់រថភ្លើងមួយទម្ងន់ខ្ទង់200ទៅ300តោនក្នុងរយៈពេលប្រហែលជា40វិនាទីវាកំពុងតែជាប់កាំងក្នុងល្បឿន80ម៉ៃក្នុង1ម៉ោងឬក៏130គីឡូម៉ែត្រក្នុង1ម៉ោងហើយដាច់ហ្វ្រាំងនឹងអញ្ចឹងមិនចាំបាច់កណនីវែងឆ្ងាយក៏បានដែរយើងឃើញនឹងផ្នែកហើយគឺ Tobey Maguire ខ្លាំងយកតែមែនតែនហ្មងព្រោះយើងត្រូវដឹងថារថភ្លើងនេះវាកំពុងផ្លាស់ទីក្នុងល្បឿនលឿនខ្លាំងអញ្ចឹង Tobey ត្រូវប្រើកម្លាំងមហាខ្លាំងដូចគ្នាដើម្បីទប់តែអ្វីដែលខ្ញុំបាននិយាយនេះកម្លាំងដែល Tobey បានចាយទាំងអស់ហ្នឹងវាពិបាកថាប្រមាណឲ្យប្រកបតែវាអាចចូលដល់ខ្ទង់កន្លះលាន Newton ឬក៏500,000 Newton អ្នកនរគ្នាដូច្នេះកម្លាំងរាងកាយ Tobey Maguire ខ្លាំងជាង Andrew Garfield ច្បាស់តែម្ដងចុះ Spider-Sense បើយើងប្រៀបធៀប Spider-Man យើងត្រូវតែយក Spider-Sense ឬក៏ញៀនពេញពីងហ្នឹងយកមកនិយាយដែរទៅបានតើអ្នកណាមានញៀន Spider-Sense នេះល្អជាងសម្រាប់ Tobey Spider-Sense គាត់គឺខ្លាំងដូចគាត់ដឹងមុនថា MJ នឹងដួលក៏ដូចជាដឹងថារថភ្លើងនឹងធ្លាក់នៅផ្លូវខាងមុខបានចម្ងាយឆ្ងាយប៉ុន្តែខ្ញុំមើលឃើញថាវារៀងអត់សូវដើរពេលខ្លះដូចមិនសូវឲ្យសញ្ញា Tobey បានដឹងមុនគ្រប់គ្រាន់ទេដូចក្នុងវគ្គមួយចឹង Tobey អត់ដឹងទេថា Green Goblin លេងបិទពួនជាមួយទៅជាភ្ញាក់ក៏ដូចជាស៊ីមកគ្រាប់បែក Green Goblin កតាមុខធៀមខ្លួនអត់តាន់ជាមួយ Doc Ock និង Venom អីនេះក៏អញ្ចឹងដែរពេលខ្លះ Andrew Garfield វិញក៏អាចដឹងមុនក្នុងចម្ងាយឆ្ងាយដូចគ្នាគាត់បានប្រើសែនគាត់អាចកិច្ចចេញពីចរន្តអគ្គិសនីដែល Electro បានបាញ់ទៅលើនេះគាត់អាចកិច្ចចេញបានទាំងដែលល្បឿននៃចរន្តអគ្គិសនីនេះលឿនខ្លាំងខ្ញុំអាចឲ្យតម្លៃថាប្រមាណបានទេវាពិបាកសន្មត់តែជាទូទៅល្បឿនអគ្គិសនីរត់វិដាលនេះអាចចូលដល់ពាក់កណ្ដាលឬក៏ក្បែរល្បឿននៃពលឺត្រង់ជួននេះខ្ញុំអត់គិតថានេះជាល្បឿនកិច្ចចេញល្បឿនរត់កិច្ចទេតែវាគឺជាញៀនពេញពីងរបស់ Spider-Man ដោយសារតែញៀននេះហើយបានជា Andrew ដឹងពីចលនាដែល Electro បាញ់គាត់ពីណាទៅណាចឹងហើយបានជា Andrew អាចកិច្ចចេញបានមុនចឹងកន្លែងវាយជាមួយ Electro នេះគាត់ប្រើញៀនពេញពីងជួយបូកជាមួយភាពរហ័សរហួនដែលគាត់មានម្ដងទៀតមិនមែនដោយសារតែ Spider-Man អាចកិច្ចពីគ្រាប់កាភ្លើងតាន់គាត់មានល្បឿនរត់តាន់គ្រាប់កាភ្លើងទេប៉ុន្តែវាគឺជាញៀនដែលធ្វើឲ្យ Spider-Man បានដឹងទុកមុនថាគ្រាប់កាភ្លើងហ្នឹងវាប្រុងចេញពីណាទៅណាដូច្នេះគាត់ក៏អាចត្រៀមខ្លួនបានមុនចឹងសម្រាប់ Spider-Sense ញៀនពេញពីងនេះ Andrew Garfield ហើយព្រោះញៀនគាត់ខ្លាំងជាងចុះភាពរហ័សរហួនបត់បែនរបស់ Spider-Man ទាំងពីរនឹងវិញខ្ញុំអត់និយាយពីល្បឿនរត់ទេព្រោះបើនិយាយពីល្បឿនរត់ខ្ញុំមើលមិនឃើញថាពីរអ្នកនេះមានល្បឿនរត់ខុសគ្នាទេ
ប៉ុន្តែខ្ញុំចង់លើកពីល្បឿនកិច្ចបត់បែនខ្លួនភាពរហ័សរហួនលើរាងកាយនេះវិញអ្នកណាធ្វើបានល្អជាងនៅក្នុងរឿង The Amazing Spider-Man វគ្គ1យើងឃើញ Andrew Garfield ផ្លាស់ទីខ្លួននឹងវាដូចទៅនឹងពាក្យថាពេញពីងតែម្ដងលើខ្លួន Lizard ដើម្បីរុំសំណាញ់ពេញពីងលើខ្លួន Lizard នឹងវារហ័សរហួនខ្លាំងទោះបីជាពេល Andrew លោតពីអាគារមួយទៅអាគារមួយទៀតបែរជាត្រូវគេបាញ់ដោយស្រួលដោយមិនអាច reflex កិច្ចចេញឲ្យទាន់ក៏ដោយប៉ុន្តែកន្លែងនេះមកពីគាត់ចាំងភ្នែកអ្នកនរគ្នាបានជាកិច្ចមិនទាន់ចុះបើមិនមែនជា Andrew ចឹងមានតែ Tobey លះជាងអ្នកនរគ្នាមើល Tobey Maguire វិញនៅក្នុងរឿង Spider-Man វគ្គ2ពេលកំពុងវាយគ្នាជាមួយ Doc Ock លើរថភ្លើងហ្នឹង Tobey Spider-Man អាចបត់បែនខ្លួនកិច្ចចុះកិច្ចឡើងលឿនខ្លាំងពេលត្រូវ Doc Ock ចាប់គប់ហោះលើខ្យល់ហ្នឹងគាត់អាចបដូរចលនាខ្លួនឯងបានភ្លាមចូលតាមដបូលស្ពានបានទាន់ពេលមានអ្នកខ្លះគាត់គិតថា Andrew Garfield បត់បែនលឿនជាង Tobey Maguire ដោយសារតែគាត់មើលឃើញពីល្បឿន Andrew ពេលតទល់ជាមួយ Electro តែចំពោះកន្លែងនេះដូចខ្ញុំបាននិយាយមុននឹងចឹងនេះមិនមែនជាល្បឿនរហ័សរាងកាយបត់បែនខ្លួនរបស់គាត់ទាំងស្រុងទេប៉ុន្តែវាជាល្បឿនញៀនពេញពីងរបស់ Andrew Garfield Tobey មិនអន់ទេរឿងភាពរហ័សរហួននេះវាក៏ពិបាកសម្រេចថាយកមួយណាដែរអាចថានៅក្បែរគ្នាមែនទែនប៉ុន្តែក្រោយពីខ្ញុំបានមើលពីចលនារបស់ Andrew ម្ដងហើយម្ដងទៀតក៏ធ្វើឲ្យខ្ញុំយល់ថា Andrew Garfield មានភាពរហ័សរហួនល្អជាង Tobey Maguire មិនដោយសារតែយើងឃើញ Andrew Garfield មានរាង slim រាងខ្ពស់ជាងយើងសន្មតថាគាត់មានល្បឿនប្រតិកម្ម reflex ភាពរហ័សរហួនលឿនជាង Tobey Maguire ទេប៉ុន្តែសម្រាប់ភ្នែករបស់ខ្ញុំមើលឃើញថា Andrew លឿនមែនអញ្ចឹងភាពបត់បែនឬក៏ភាពរហ័សរហួននេះខ្ញុំឲ្យទៅ Andrew Garfield ចុះចំណែកឯភាពធន់តាន់មិនដែរសម្រាប់ចំណុចនេះជាចំណុចខ្ញុំរៀងគិតច្រើនជាងគេពិបាកសម្រេចថាឲ្យទៅខាងណាមែនតើតែមុននឹងទៅអ្នកដែលពេញចិត្តការប្រៀបធៀបបែបនេះជួយចុច like វីដេអូនេះឲ្យមួយផងសម្រាប់អ្នកដែលមិនទាន់បានចុច subscribe ជួយចុចឲ្យខ្ញុំម្នាក់មកប៉ផងអរគុណទាំងពីរអ្នកនេះគឺធន់តាន់ប៉ុន្តែខ្ញុំមើលឃើញថា Spider-Man Tobey Maguire មានរាងកាយធន់ជាងស៊ូទ្រាំជាង Andrew Garfield Tobey Maguire ធ្លាប់ត្រូវបានគ្រាប់បែកផ្ទុះចំមុខមិនផ្ទុះបំបែងធ្វើមុខទេគឺគ្រាប់បែកផ្ទុះជាប់មុខតែម្ដងហាមច្រឡំអ្នកនរគ្នានេះមិនមែនគ្រាប់បែកទូទៅទេជាគ្រាប់បែក Green Goblin ណាអ្នកនរគ្នាគ្រាប់បែកនេះយើងធ្លាប់ឃើញនៅក្នុងរឿង Spider-Man វគ្គ1ឈុតកន្លែងនេះគ្រាប់បែកនេះផ្ទុះលេងអាលីមនុស្សនៅក្បែរនឹងបដ ாய் អាលីផុយទៅទាំងឆ្អឹងទៀតចម្ងាយពីអ្នកទាំងអស់ហ្នឹងទៅគ្រាប់បែកវាប្រហែលជា1ម៉ែត្រទេហ្នឹងប៉ុន្តែជាមួយ Spider-Man នេះមិនមែន1ម៉ែត្រទេ10សង់ទីម៉ែត្រឬក៏ຂະຫນາດខ្មែរយើងហៅថាមួយទឹកហ្នឹងខុសគ្នា10ដងអ្នកនរគ្នាខ្ញុំមិនដឹងថាអ្នកសរសេររឿងចេះតែដាក់ឲ្យតែល្អមើលឬក៏មិនវាសាហាវពេកកន្លែងចេះពលឺពណ៌បៃតងហ្នឹងធ្វើឲ្យមនុស្សនៅក្បែរទៅជាអាលេតែម្ដងដែលធ្វើឲ្យយើងឆ្ងល់ថាមិនបាន Green Goblin មិនចើអាប្រភេទសាហាវមួយហ្នឹងទៅប្រើជាមួយ Spider-Man ឬក៏គាត់មានតែមួយគ្រាប់ហ្នឹងទេបានជាលែងឃើញយកមកប្រើទៀតតែយ៉ាងណាទោះបីជាអ្នកនរគ្នាគិតថាហេគ្រាប់បែកហ្នឹងអត់ដូចគ្នាទេអាមួយចេះពលឺពណ៌បៃតងអាមួយទៀតប្រភេទគ្រាប់បែកផ្ទុះខ្ញុំសូមអត់មានយោបល់ទេប៉ុន្តែគ្រាប់បែករបស់ Green Goblin នេះខ្ញុំនៅតែយល់ថាកម្លាំងផ្ទុះរបស់វាគឺផ្ទុះខ្លាំងណាស់សម្រាប់ Spider-Man Tobey Maguire នៅតែមិនរហែកស្បែកទៅជាធ្ងន់ធ្ងរទេតែចំពោះ Harry Osborn វិញទោះបីជានៅរស់ក្រោយពីត្រូវគ្រាប់បែកនេះផ្ទុះទៅគប់ពិតមែនតែស្បែកមុខរបស់គាត់បន្សល់ឲ្យមានស្នាមរបួសដែលបញ្ជាក់ថាស្បែក Tobey គឺតានខ្លាំងបកមកធៀបជាមួយ Andrew Garfield វិញ Andrew Garfield ធ្លាប់ត្រូវបាន Electro លះមកទំហឹងចរន្តអគ្គិសនីចេញពីខ្លួនបើតាមមើលឃើញពេល Electro ធ្លាក់មកខាងក្រោមវិញឃើញមានឧបករណ៍វាស់គេហ្នឹងវាបង្ហាញតុងខ្យង 8440.6 វ៉ុលញាក់សាច់ដែលវាក៏ធ្វើឲ្យ Andrew ធ្លាក់មកសន្លប់មកផ្លែដែរមើលទៅវារៀងពិបាកប្រៀបធៀបកម្លាំងផ្ទុះនៃគ្រាប់បែក Green Goblin ជាមួយចរន្តអគ្គិសនីរបស់ Electro ពិបាកបែងចែកតែតាមអីដែរខ្ញុំយល់ឃើញខ្ញុំគិតថា Tobey Maguire ធន់ជាង Andrew Garfield ត្រង់ចំណុចផ្ទុះគ្រាប់បែករបស់ Green Goblin នេះហើយប៉ុន្តែបើយើងមើលទៅក្នុងរឿង No Way Home មានកន្លែងដែល Tobey ត្រូវបាន Electro បាញ់ផ្ទះអគ្គិសនីដាក់ដែរជាមួយ Andrewលទ្ធផលពេលធ្លាក់មកវិញ Andrew ធ្លាក់មកនៅឈរចំណែក Tobey គឺធ្លាក់មកលុតជង្គង់យកដៃដាក់លើទ្រូងវាបង្ហាញថា Tobey មានភាពឈឺចាប់ជាង Andrew វគ្គនេះ Electro ខ្លាំងជាងមុនអ្នកនរគ្នាខ្លាំងជាង The Amazing វគ្គ2បញ្ហាដែលខ្ញុំបានលើកមកមិញកន្លែងនេះអាចមានមូលហេតុពីរទីមួយឈុតដែល Andrew បានធ្វើសារក្រោយនេះគាត់ធ្វើមកវាអាចទប់ទល់ជាមួយ Electro បានមិនទាំងស្រុងទេតែអាចចាត់បន្ថយកម្រិតនៃការឆក់នេះបានខ្លះព្រោះ Andrew ធ្លាប់បានសាកថ្នាំខ្លាំងជាមួយ Electro ម្ដងរួចហើយនៅក្នុងរឿង The Amazing វគ្គ2អញ្ចឹងអាចថាគាត់យកមេរៀននឹងធ្វើឈុត Spider-Man គាត់ឲ្យមានប្រសិទ្ធភាពជាងមុនបើសិនបើជួបគ្នាលើកក្រោយទៀតអានឹងទី1ទី2 Andrew ពិតជាធន់ជាង Tobey Maguire មែនបើតាមមើលឃើញពីអាការៈអ្នកទាំងពីរក្រោយពី Electro ឆក់រួចមកតែបើតាមមើលហេតុផលទី1ដែលថាឈុតនេះពិសេសអាចត្រូវជាងព្រោះឈុតចាស់ពេលវាយជាមួយ Electro ដំបូងវារហែកហើយ
ចឹងឈុតនេះគឺជាឈុត Spider-Man ថ្មីរបស់ Andrew និងអីដែលខ្ញុំយល់ឃើញក៏ប៉ុន្តែយ៉ាងណាក៏ដោយវាពិបាកជ្រើសមែនទែនតែបើនិយាយពីភាពស៊ូទ្រាំខ្ញុំហ៊ាននិយាយថា Toby ស៊ូជាងដោយបានឃើញពេលវាយជាមួយ Green Goblin ចង់ងាប់ចង់រស់នេះចឹងហើយដូចពេល Venom ចាប់ទាញកជាប់ឲ្យ Sandman ដំច្រើនដៃនេះនិយាយថា Toby មិនប្រកែស៊ូមិនបានទេព្រោះគាត់នៅតែអាចក្រោកមកវិញបន្តវាយគ្នាទៀតទាំងវេទនា team up ជាមួយ Harry ចឹងសរុបមកភាពធន់តាន់បូកជាមួយភាពស៊ូទ្រាំនេះខ្ញុំគិតថា Tobey Maguire Spider-Man មាំធន់ជាង Andrew Garfield អូខេឥឡូវបាន3ស្មើបន្ថែមមកចំណុចទៀតចុងក្រោយដែលវាគួបផ្សំហើយវាក៏សំខាន់ដែរគឺពាក់ព័ន្ធបទពិសោធន៍បើអ្នកនរគ្នាចង់ឆាប់បានឡើងប្រាក់ខែអ្វីដែលធ្វើឲ្យគេពិចារណាគិតគូរឡើងឲ្យយើងចំណុចដែលថាគេនឹងយកមកវាតម្លៃគឺបទពិសោធន៍ការងារហ្នឹងឯងកន្លែងនេះមួយខ្ញុំមិនចាំបាច់និយាយច្រើនទេដឹងតែ Toby មានបទពិសោធន៍ច្រើនជាង Andrew យើងបានឃើញ Tobey Maguire វាយជាមួយ Green Goblin ទាំងពីរ version Norman និង Harry Osborn វាយជាមួយ Doc Ock Sandman Venom ហើយក៏មកជួប villain របស់ Andrew 2នាក់ទៀតនៅវគ្គ No Way Home គឺ Lizard និង Electro ចំណែក Andrew វិញធ្លាប់វាយជាមួយ Lizard Electro Rhino និង Green Goblin នៅក្នុង version របស់គាត់អញ្ចឹងបានតែ4នាក់ចំណែក Toby បាន7នាក់ម្យ៉ាងទៀតបើយើងនិយាយពីការចំណាយពេលធ្វើជា Spider-Man គឺ Toby នឹងហើយជីវិតវេទនាដល់ករកតែពេលធ្វើការរៀនមិនបានផងអញ្ចឹងវាធ្វើឲ្យ Toby គាត់ឆ្លងកាត់ការប្រយុទ្ធច្រើនដូចជាមួយ Green Goblin ដែលមានចំណេះដឹងបច្ចេកវិទ្យាខ្លាំងជាងគាត់ប៉ះជាមួយ Doc Ock ជា villain ពិបាកវាយជាមួយមែនទែនក៏ព្រោះតែដៃមឹកនេះហើយគាត់ក៏អាចចាត់ការជាមួយ symbol alien ពណ៌ខ្មៅនឹងដែលធ្វើឲ្យគាត់កាន់តែសម្របខ្លួនបានល្អជាងដឹងពេលណាត្រូវវាយពេលណាត្រូវឈប់ពេលណាត្រូវការពារនឹងគឺប្រយោជន៍នៃបទពិសោធន៍ក៏ដូចជាគ្រប់គ្រងអារម្មណ៍បានមាំជាង Andrew Garfield Spider-Man ដូចយើងបានឃើញនៅវគ្គ No Way Home Spider-Man Tom ប្រុងសម្រាប់ Norman Osborn ហើយ Toby គាត់ក៏ប្រឹងខាត់ដែលនេះគឺជាការប្រើអារម្មណ៍ទាំងស្រុងរបស់ Tom ខុសពីអីដែល Spider-Man ទាំង3នាក់រៀបផែនការជាមួយគ្នាពីដំបូងមកខ្ញុំនឹកឃើញពាក្យគេនិយាយថាក្មេងដើរលឿនចាស់ស្គាល់ផ្លូវពេលនេះអាចយកមកប្រើត្រូវជាមួយ Toby និង Andrew ដូច្នេះអ្នកណាមានបទពិសោធន៍ជាងគឺ Tobey Maguire Spider-Man ខ្ញុំទទួលស្គាល់ថាក្បាច់វាយកិច្ចចុះកិច្ចឡើងបាញ់សំណាញ់លយបត់បែនខ្លួននេះ Andrew ធ្វើបានល្អជាង Toby របៀបដែល Toby វាយជាមួយ villain គឺភាគច្រើនគាត់ចូលវាយទល់មុខតែម្ដងខុសពី Andrew ដែលតែងតែហក់ទៅឆ្វេងទៅស្ដាំកិច្ចចុះឡើងដែលពិបាកឲ្យសត្រូវរបស់គាត់ត្រៀមខ្លួនទុកមុនបានដោយករណីជាមួយ Lizard ចឹង Andrew ប្រកែលេងបែបឆ្មក់អាចថានេះគឺជាឱកាសដែល Andrew យកប្រៀបទៅលើ Toby ប៉ុន្តែជាទូទៅ Andrew គាត់ស៊ូមិនបានយូរទេចំណែក Toby រៀងយឺតជាងបន្តិចមែនតែគាត់អាចលេងជាមួយបានយូរជាង Andrew នឹងអ្វីដែលខ្ញុំយល់ឃើញចឹងសរុបទាំងអស់នេះមកអ្នកដែលមានសង្ឃឹមច្រើនថានឹងឈ្នះជាងគេគឺ Tobey Maguire Spider-Man ធ្វើឲ្យត្បិតថាគាត់មិនរហ័សមានញៀនពេញពីង Spider-Sense ខ្លាំងដូច Andrew ប៉ុន្តែ Toby គាត់មានកម្លាំងខ្លាំងជាងនិងធន់ស៊ូទ្រាំជាងបើដល់ដំណាក់កាលមួយដែលថា Andrew គាត់ល្វើយធ្លាក់ល្បឿនកិច្ចរបស់គាត់គឺប្រកាសជា Toby ដាក់ឲ្យដួលមុនហើយអ្នកនរគ្នាអាចគិតចេះបើសិនបើវាយគ្នាភ្លាមដើមនៃការប្រយុទ្ធដែលយើងថា early fight ហ្នឹង Andrew អាចនឹងសង្ឃឹមច្រើនដោយសារតែល្បឿនរហ័សនិងញៀនពេញពីងខ្លាំងអាចនឹងដាក់សម្ពាធទៅលើ Spider-Man Toby ប៉ុន្តែបើចូលដល់ពាក់កណ្ដាលការប្រយុទ្ធ mid game ហើយ Andrew ចាប់ផ្ដើមធ្លាក់ល្បឿនអាចនឹងវាយគ្នាលើដីច្រើនជាងវាយគ្នាលោតចុះលោតឡើងចឹងនេះគឺជាឱកាស Toby មានប្រៀបលើវិញព្រោះ Toby ស៊ូទ្រាំជាងនិងមានប្រៀបទៅលើកម្លាំងហើយបើនៅតែបន្តវាយគ្នាដល់ទឹកចុងក្រោយទៀត Spider-Man Andrew Garfield គឺកាន់តែធ្លាក់ដៃប៉ុន្តែ Toby វិញខ្ញុំគិតថាគាត់មិនទាន់ធ្លាក់ពេកទេចឹងបើស៊ូមកដល់ late game ទឹកចុងក្រោយគឺប្រកាសអី Toby នឹងឈ្នះ Andrew នៅចុងបញ្ចប់នៃការប្រយុទ្ធគ្នាមួយស្មើនេះចឹងនេះគឺជាចម្លើយចុងក្រោយរបស់ខ្ញុំសម្រាប់បងធំពីរនាក់នេះសម្រាប់ Spider-Man version Andrew គេផលិតមកហាក់ដូចជាមិនសូវផ្ដោតទៅលើកម្លាំងរាងកាយឲ្យបានច្រើនដូច Toby ទេគេផ្ដោតភាគច្រើនទៅលើភាពរហ័សរហួន Spider-Sense និងភាពឆ្លាតដែល Peter Parker មានអាចមានអ្នកគិតថា Andrew មានតែ2រឿងចឹងហើយបើបាន3រឿងដូច Toby ដែរ Toby មិនអាចឈ្នះ Andrew ទេសម្រាប់ខ្ញុំមិនធានាទេមិនប្រកាសថាឈ្នះដោយសារតែមានចំនួនរឿងស្មើគ្នាទេវាអាស្រ័យលើអ្វីដែលគេបង្ហាញពីថ្វីដៃរបស់អ្នកទាំងពីរហ្នឹងនៅក្នុងរឿងច្រើនជាងហើយបើថាវាអញ្ចឹងមែនគោលល្អដែរព្រោះធ្វើឲ្យការប្រៀបធៀបកាន់តែស្មើភាពគ្នាចុះអ្នកនរគ្នាវិញមានយោបល់អីមិនដែរអាចបញ្ចេញយោបល់របស់អ្នកនរគ្នានៅខាងក្រោមមកខ្ញុំចង់ដឹងពីគំនិតយល់ឃើញរបស់អ្នកនរគ្នាដែរបើមានជាចម្ងល់អីបន្ថែមក៏អាចខមមិនសួរនៅខាងក្រោមបានដែរចាំខ្ញុំព្យាយាមឆ្លើយបើសិនបើអ្នកនរគ្នាពេញចិត្តការបកស្រាយបែបនេះជួយចុច like ឲ្យខ្ញុំមួយផងហើយបើមិនទាន់ subscribe ទេក៏សូមជួយចុចឲ្យខ្ញុំម្នាក់មកប៉ក់មកអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាយើងជួបគ្នាទៀតនៅក្នុងអេពីសូតក្រោយ